ยังหอบบ้านจนูบ้านเฮงเชอจังมนอาศัยพ่อโดยพ่อไปเชิญบ้านเจริญเจียมจีวิตตั้งแต่เมียนหะกมมอโดยจีริมรันจังบนนะประเทศกัมพูชีជាទឹកដីនៃធម្មជាតិដ៏ស្រស់អស្ចារ្យនិងសម្បូរបែបដោយជីវៈចម្រុះប៉ុន្តែសម្បត្តិធម្មជាតិដ៏មានតម្លៃនេះកំពុងទទួលរងនូវបញ្ហាប្រឈមមួយចំនួនតាំងពីបង្កើតសហគមន៍មកបានដេញកាត់បន្ថយយ៉ាងច្រើនដែលជនល្មើសដែលនៅក្នុងដែនសហគមន៍បំផ្លិចបំផ្លាញនៅធនធានធម្មជាតិនេះធ្វើឲ្យជីវៈចម្រុះកើនឡើងហើយឥឡូវយើងបង្កើតជាអេកូទេសចរធនធានធម្មជាតិយើងក្នុងដែនសហគមន៍យើងនឹងទៀតសកម្មភាពរបស់សហគមន៍យើងខ្ញុំគឺផ្សព្វផ្សាយនិងល្បាតដែលជួបយើងគឺចាប់ហើយបើឧបករណ៍បាត់ល្មើសតូចតាចយើងអាចបំផ្លាញនៅទីនេះក៏ដូចជាណែនាំគាត់ផ្សេងទៀតដើម្បីឲ្យគាត់កុំឲ្យមកដាក់នៅទីនេះទៀតអញ្ចឹងជួយយើងនៅថ្ងៃមុខហើយតាមខ្យល់យើងក៏រកបានប្រាក់ចំណូលយើងក៏រកបានអញ្ចឹងណាគម្រោង LTC បានជំរុញឲ្យមានការចូលរួមនិងពង្រឹងសិទ្ធិគ្រប់គ្រងដល់ប្រជាសហគមន៍ក្នុងការចូលរួមយ៉ាងសកម្មនិងលើកកម្ពស់ការយល់ដឹងយុវជនបន្ថែមពីការការពារបេតិកភណ្ឌធម្មជាតិពីមុនមកគឺយើងពិបាកដល់ពេលបានអង្គការមកដកជួយចំណេះដឹងចេះចឹងយើងគ្រាន់បានទូធាជាងមុនគាត់មានការយល់ដឹងយ៉ាងច្រើនអញ្ចឹងគាត់កាត់បន្ថយពីកាប់បំផ្លាញព្រៃឈើមកធ្វើសិប្បកម្មនៅក្នុងភូមិនឹងវិញពីមុនមកគាត់បើសិនតែអត់មានអង្គការដៃគូជួយទ្រាំទ្រឬមន្ត្រីឬក៏អាជ្ញាធរពាក់ព័ន្ធអត់ជួយទ្រាំទ្រក្នុងសហគមន៍យើងក៏អត់អាចបានដល់ថ្ងៃនេះដែរផ្លែឈើផ្លែចម្រងផ្លែគួយហ្នឹងអាចប្រមូលបានផ្លែក្រាស់ដល់ពេលរដូវវានេះហ្នឹងយើងអាចកប់កងគ្រួសារបានប្រសើរដែរព្រោះអីយើងរកបានច្រើនយើងរកមួយថ្ងៃបាន100000ទៅ5-100000បច្ចុប្បន្នហ្នឹងក៏បានមកជាពលរដ្ឋក៏មកចូលព្រៃបូចវ៉កាប់ឈើអីយកទៅធ្វើមុខរបរក្នុងក្រុមគ្រួសារអញ្ចឹងទៅដើម្បីដោះទល់ហើយអង្គការមរតកមានមូលដ្ឋាននៅស្រុកស្រែអំបិលខេត្តកោះកុងហើយអង្គការនេះធ្វើលើវិស័យ3ធំគឺទី1គឺតកតងសន្តិសុខស្បៀងអាហារូបត្ថម្ភទី2គឺការគ្រប់គ្រងធនធានធម្មជាតិនិងការប្រែប្រួលអាកាសធាតុខ្ញុំគិតថាសហគមន៍នៅពេលបច្ចុប្បន្ននេះមិនទាន់រឹងមាំទេសហគមន៍ខ្លះគាត់ដើរបានខ្លាំងទៅមុខហើយដើរបានឆ្ងាយគ្រាន់បើសហគមន៍ខ្លះគាត់នៅទាបអញ្ចឹងការជួយគាំទ្ររបស់យើងនៅតែចាំបាច់ត្រូវមានប្រភពថវិកាផ្សេងម្ចាស់ជំនួយផ្សេងមកជួយគាំទ្រអង្គការមរតកជាអង្គការមួយដែលទទួលបានជំនួយពីគម្រោងក្នុងចំណោមអង្គការដៃគូទាំង5បាទអង្គការដៃគូទាំង5នោះគាត់បានធ្វើសកម្មភាពអនុវត្តគម្រោង LTC ដូចជានៅខេត្តមណ្ឌលគិរីបាទខេត្តក្រចេះខេត្តកំពតខេត្តបរសៃអនុក៏ដូចជាខេត្តកោះកុងបាទហើយគម្រោង LTC នេះយើងធ្វើឡើងដើម្បីពង្រឹងសមត្ថភាពស្ថាប័នរបស់អង្គការសង្គមស៊ីវិលក៏ដូចជាសហគមន៍មូលដ្ឋានជាលទ្ធផលយើងឃើញថាសហគមន៍មូលដ្ឋានគាត់បានរក្សាព្រៃរបស់គាត់ក៏ដូចជាគាត់បានចំណូលពីផលនិងអនុផលធនធានព្រៃឈើក៏ដូចជាផលនេសាទដែលមាននៅក្នុងសហគមន៍របស់ពួកគាត់នោះតាមរយៈគម្រោងគាំទ្រជាមួយដៃគូក្នុងការចូលរួមពីសហគមន៍មិនគ្រាន់តែជួយថែរក្សាដីព្រៃប៉ុណ្ណោះទេតែថែមទាំងជួយរក្សាទុកនៅព្រៃជាគុណប្រយោជន៍សម្រាប់ក្មេងជំនាន់ក្រោយផងដែរ